ម្ដងទៀតវាជាពេលវេលាដ៏ល្អមួយនៃឆ្នាំកសិករដែលបានរស់នៅយ៉ាងសុខស្រួលទៅហើយនោះតែមិនចង់ឲ្យរដូវក្តៅផុតទៅឡើយដូច្នេះក៏ដោយការជំរុញរបស់សត្វចិញ្ចឹមរបស់គាត់ទើបព្រមចុះទៅធ្វើការនៅឯវាលស្រែពេលគាត់មកដល់ចំការមើលទៅទើបដឹងថាគ្មានអ្នកណាធ្វើការស្រូវដែលមិនបានដាក់ជីមិនបានដកស្មៅក៏អាចដុះចេញជាគ្រាប់បានដែរកសិកររំភើបខ្លាំងណាស់នេះពិតជាដើមឈើរកលុយរបស់គាត់ហើយស្រមៃថារហូតដល់រដូវប្រមូលផលក្នុងរដូវស្លឹកឈើជ្រុះដើមស្រូវប្រកាសជាពោពេញទៅដោយគ្រាប់ស្រូវដ៏ពេញណែនការលើកទឹកចិត្តថ្ងៃខាងមុខលែងចាំបាច់ដាំដុះស្រូវក្នុងរដូវក្តៅទៀតហើយគ្រាន់តែរងចាំការប្រមូលផលក៏អាចរស់នៅបានស្រួលហើយបន្ទាប់ពីនោះកសិករក៏បោះបង់ចោលសត្វចិញ្ចឹមរបស់គាត់ទាំងស្រុងណែនាំពួកវាឲ្យទៅស្រោចទឹកនៅចំការតែកសិករបែរជាបោះចោលឧបករណ៍កសិកម្មទៅម្ខាងទៅវិញណែនាំពួកវាថាចាប់ពីពេលនេះទៅគ្រាន់តែធ្វើតាមគាត់ហើយដេកលេងទៅថ្ងៃមុខក៏អាចរស់នៅស៊ីឆ្ងាញ់ផឹកឆ្ងាញ់ដែរគឺរស់នៅពឹងលើក្តីសង្ឃឹមនេះកសិករខ្ជិលច្រអូសនៅតែស៊ីឆ្អែតដេកភ្ញាក់ឡើងស៊ីទៀតទោះបីដល់រដូវក្តៅខ្លាំងជិតផុតទៅហើយក៏ដោយស្មៅព្រៃដុះពេញជុំវិញក៏គ្មានអ្នកណាខ្វល់ដែរដីដែលខ្វះទឹកយូរមកហើយនោះបានប្រេះអស់ហើយចំណែកឯកសិករវិញបានខ្លាចជាអ្នកនេសាទទៅហើយគាត់មិនខ្វល់ខ្វាយអំពីវាសនារបស់ដើមស្រូវតតែសោះមួយប៉ព្រិចភ្នែកក៏ដល់រដូវស្លឹកឈើជ្រុះទៀតហើយពិតជាដោយការរំពឹងទុករបស់កសិករមែនស្រូវនៅលើដើមឈើពេញទៅដោយគ្រាប់ស្រូវធំណែនល្អសម្រាប់រឿងនេះកសិករបានទិញបាវធំរាប់រយគិតថាឆ្នាំនេះគាត់នឹងចាក់ស្រូវពេញជំរុកគាត់ប្រញាប់ទៅដល់ក្រោមដើមឈើកសិករក៏លើកដំបងវីទៅលើដើមស្រូវស្រូវក៏បានកូរជើងគ្នាទៅជាគំនរតូចមួយយ៉ាងលឿនហើយដំណាំឆ្នាំនេះច្រើនជាងឆ្នាំមុនទៅទៀតកសិករដែលរំភើបខ្លាំងស្ទើរតែលេចបាត់ខ្លួនដោយសារស្រូវសត្វចិញ្ចឹមរបស់គាត់ក៏រីករាយជំនួសគាត់ដែរព្រោះឆ្នាំនេះមិនបាច់ធ្វើអ្វីក៏បានចំណេញដែរតែពេលកសិករភ្លក់មួយម៉ាត់គាត់ភ្ញាក់ផ្អើលរកឃើញថាស្រូវទាំងនេះពិបាកញ៉ាំខ្លាំងណាស់មិនត្រឹមតែល្វីងជូរចត់ទេថែមទាំងត្រូវបានដង្កូវស៊ីទៀតគាត់គម្រោងចាំមួយឆ្នាំតែបែរជាត្រូវបានផលដំណាំនេះបោកប្រាស់ទៅវិញគិតដល់ត្រឹមនេះកសិករក៏ទប់កំហឹងមិនបានគាត់ក៏លើកដំបងវីបំបាក់ដើមឈើនោះពាក់កណ្ដាលភ្លាមមិននឹកស្មានថាដើមឈើធំមាំនឹងត្រង់នោះបែរជាបាក់រួមធ្លាក់មកសង្កត់គាត់ជាប់ធ្វើឲ្យគាត់កម្ដៅខ្លួនមិនរួចតតែបានអានរឿងនេះទើបយល់ថាបើចង់រស់នៅប្រកបដោយសុភមង្គលនិងសម្បូរសប្បាយត្រូវតែខិតខំប្រឹងប្រែងនិងលះបង់ញើសឈាមរាប់រយដងទើបអាចទទួលបានការស៊ីច្រើនហើយខ្ជិលច្រអូសទីបំផុតក៏នឹងធ្វើបាបខ្លួនឯងដែរចាប់តាំងពីពេលនោះមកកសិករហាក់បីដូចជាខ្លាចជាមនុស្សម្នាក់ផ្សេងគាត់ចុះទៅជួររាស់ដាំដុះជារៀងរាល់ថ្ងៃដោយដៃដ៏ឧស្សាហ៍ព្យាយាមគាត់បានខិតខំធ្វើកសិកម្មជីវភាពរបស់គាត់ក៏ចាប់ផ្ដើមល្អប្រសើរឡើងបន្តិចម្ដងជាទីបំផុតគាត់ក៏បានទទួលផលយ៉ាងច្រើនសន្ធឹកសន្ធាប់